បាទជំរាបសួរបងទាំងអស់គ្នាខ្ញុំបាទ DJ James ភូមិអង្គថ្មីបាទថ្ងៃនេះមានវីដេអូមួយមកណែនាំបងទាំងអស់គ្នាបាទគឺការសរសេរអក្សរលើរូបភាពដែលមានពុម្ពអក្សរបាទយើងដំបូងយើងត្រូវមានប្រូក្រាមរូបអក្សរ P នេះបាទដែលខ្ញុំបង្ហាញនៅខាងមុខនេះបាទគឺអក្សរ P ពើតែនេះបាទយើងត្រូវមានប្រូក្រាមនេះបាទពេលដែលយើងមានហើយយើងត្រូវទៅដោនឡូតពុម្ពអក្សរបាទយើងចូលទៅកាន់អ៊ីនធឺណិតទាំងអស់គ្នាបាទពេលយើងចូលទៅហើយយើងសរសេរពាក្យខាងលើបាទយើងបានខាងលើហើយយើងបញ្ជូនរួចគឺវាចេញដូចខ្ញុំចេះដូចយើងចុចខាងក្រោមបាទដើម្បីចូលទៅកាន់ពុម្ពអក្សរបាទនេះគឺយើងបាទពុម្ពអក្សរមានច្រើនបាទយើងចេះតែអូសវាទៅលើទៅយើងនឹងឃើញពុម្ពអក្សរយើងឆ្លាញ់ពុម្ពអក្សរមួយណាយើងដោនឡូតមួយនោះទៅខ្ញុំឧទាហរណ៍ពុម្ពអក្សរនេះចុះខ្មែរខាត់ពេលយូរយើងចុចចំវាទៅបាទនេះវាចេញសញ្ញាដោនឡូតមកហើយនេះវាចេញជាភាសាថៃបាទប៉ុន្តែខ្ញុំដោយសារតែខ្ញុំដាក់ជាអក្សរថៃចុចចំវាមកបាទឡូតគឺវាឡូតពេញហើយតែវាមិនយូរទេឡូតមកភ្លេតបាទពេលវាពេញហើយយើងតឡើងបដូរក៏បានយើងចាំទៅតឡើងក្នុង folder យើងក៏បានតែសម្រាប់ខ្ញុំតឡើងវាបដូរកុំអោយវាច្រឡំបាទយើងចុចចំវាមកបាទយើងចុចចំអក្សរខាងក្រោមមកបាទគឺវាចូលទៅហើយបាទដូចយើងចុចសារវាមកដើម្បីរកពុម្ពអក្សរមួយទៀតយើងឆ្លាញ់អក្សរមួយណាទៅរកទៀតឧទាហរណ៍អក្សរណាទេទៅអក្សរនេះចុះខ្ញុំថាពេលបាទចេញដូចមុនយើងចុចកន្លែង download នេះមកបាទវាពេញហើយយើងត្រឡប់ដូចខ្ញុំនេះមកពេញហើយយើងត្រឡប់ទៅមកយើងតឡើងបដូរក៏បានកុំឲ្យវាច្រឡំចុចចំវាមកបាទចុចខាងស្ដាំដៃចុចអូខេគឺវាបានហើយបាទពុម្ពអក្សរទាំងយើងឆ្លាញ់ប៉ុណ្ណាចូលប្រោះទៅចង់បានប៉ុណ្ណាគឺវាមានច្រើនណាស់យើងត្រឡប់វាទៅលើរហូតគឺច្រើនពុម្ពអក្សរណាក៏មានស្រេចយើងចង់បានតែខ្ញុំសូមយកប៉ុណ្ណេះសិនបាទចុចបិទសិនដើម្បីចូលទៅសរសេរឲ្យបងកាន់តែយល់បាទចុចចំប្រូក្រាមនេះមកបាទគឺវាចេញចេះហើយយើងចុចខាងក្រោមមករឹបពីឆ្វេងមកស្ដាំ1 2 3 4មកចុចចូលទី4មកបាទចុចរកលេខរូបភាពនេះរួចយើងរើសរូបភាពណាដែលយើងត្រូវសរសេរមួយថារូបភាពរូប SL នេះចុះបាទចេញចេះហើយយើងចុចចំគ្រូក្រោមកូនសូនេះមកដើម្បីឲ្យវាពេញបាទគឺវាពេញហើយចុចសញ្ញាគ្រីសមកគឺពេញបាទរួចយើងចង់សរសេរយើងចុចចំអក្សរ A ខាងក្រោមមកចុចរូបខ្មៅដៃនេះមកបាទយើងសរសេរពាក្យអីក៏បានគឺខ្ញុំឧទាហរណ៍មួយច្រឡំបាទសេពាក្យនេះចុះកូនស្រឡាញ់ម៉ែគឺវាចូលមកហើយតែយើងអត់ទាន់បានពុម្ពអក្សរទេយើងចូលទៅរកយើងdownload មិនបាទចុចចំ AB នេះមករួចយើងចុចចំកណ្ដាលគេមកនេះគឺពុម្ពអក្សរមិញដែលយើងដូតគឺពីមុនខ្ញុំមានមួយតែនេះខ្ញុំdownload 2មកទៀតគឺមាន3បាទយើងចុចចំវាមកបាទនេះគឺខ្ញុំលោតមិញបាទយើងរកទៀតនេះគឺលោតមិញដែរខ្ញុំពីមុនលោតបានមួយនេះបាទយើងឆ្លាញ់អក្សរណាក៏បានតែខ្ញុំឆ្លាញ់អក្សរនេះចុចចំនេះមកបាទគឺយើងបានហើយតែគ្រាន់តែអត់ទាន់មានពើយើងចុចរកពើសិនយកពើអីទៅយកពើចង់ឲ្យច្រឡំបាទបានពើហើយយើងចង់លេងពើបន្ថែមទៀតក៏បានចុចចំមកវងមកបាទដើម្បីយើងយកពើទៀតសូមយកពើអីយកពើខ្មៅនេះចុះចុចសញ្ញាគ្រីសនេះមកបាទយើងចង់ឲ្យវាមានដូចសម្បល់នៅខាងមុខយើងចុចចំ 3D នេះមកចុចបើកវាមកចុចខាងស្ដាំដៃបាទនេះគឺវាចេះយើងចង់យកវិញប៉ុណ្ណាក៏បានយើងយកមកគួរសមបាទមើលទៅឲ្យវាសមយកប៉ុណ្ណេះចង់ចុចសញ្ញាគ្រីសបាទគឺវាបានហើយបាទគឺពុម្ពអក្សរដ៏ស្អាតបាទគឺពុម្ពវាមានច្រើនបាទយើងចង់បានមួយណាយើងdownloadដូចខ្ញុំប្រាប់មិញទៅនេះបានហើយយើង save យើងចុចកន្លែងបន្ត3នេះមកចុចមកទី3មករួចចុចស្ដាំដៃបាទគឺបានហើយយើងចុចបិទមកទៅរកឲ្យយើង save ទុកមិញបាទសុំទោសមកនៅទូរស័ព្ទគៀង
ទូរស័ព្ទយូរឆ្នាំទេនេះបាទខ្ញុំសរសេរមិញបាទបានហើយកូនស្រឡាញ់ម៉ែបាទគឺបានហើយបាទសូមបញ្ជាក់ម្ដងទៀតបាទគឺដែលយើងdownloadមកវានៅក្នុង folder ត្រង់នេះយើងកុំលុបវាបាទទុកវាចោះបាទត្រឡប់គឺវាបាត់ពីប្រូក្រាមមួយនេះវាបាត់យើងពិបាកចូលទៅdownloadម្ដងទៀតដូចខ្ញុំបញ្ជាក់មិញហ្នឹងតែយើងលុបវាបាត់ចេញពីកន្លែងត្រង់នេះហើយត្រឡប់ដល់វាបាត់ហើយបាទអរគុណផងដែរបាទចំពោះបងដែលតាមដានបាទបើសិនជាបងណាពេញចិត្តបាទជួយ share ដើម្បីឲ្យកូនខ្មែរយើងបានឃើញទាំងអស់គ្នាបាទកុំសូវប្រើតែភាសាគីពេកប្រើភាសាយើងតោះអរគុណច្រើនសូមជម្រាបលា